សម្រាប់វីដេអូនេះយើងធ្វើពីរបៀបបំលែងរូបភាពទៅជាអក្សរដែលយើងអាច copy ចេញបានហើយអាចបកប្រែជាភាសាគ្រប់ភាសាឬយើងបកប្រែទៅភាសាឧទាហរណ៍ថាយើងមានរូបថតមួយស្លឹកតែរូបថតហ្នឹងវាជារូបថតភាសាអង់គ្លេសដែលយើងអត់សូវចេះឧទាហរណ៍ថាយើងយករូបមួយមិញមកដែលយើងអត់ដឹងថារូបហ្នឹងបកប្រែថាម៉េចចឹងអញ្ចឹងឧទាហរណ៍ថារូបមួយនេះចាស់ដែលវាជាបញ្ហាកាត់ឡើងនៅលើកុំព្យូទ័រយើងដែលមានបញ្ហាផ្សេងៗដែលយើងអត់ដឹងថាគេទៅសេថាម៉េចមិនថានៅក្នុងកម្មវិធីមួយណាដែលយើងចាំទៅយើងអាចបំលែងរូបភាពទៅជាអក្សរបានឧទាហរណ៍ថាឡើយខ្ញុំសេវរូបភាពនេះមួយមកបន្ទាប់មកយើងបើកមកយើងថតជាបញ្ហារបស់កុំព្យូទ័រយើងខូចវាមានចាំហើយមួយដែលយើងមិនដឹងថាគេបកប្រែថាម៉េចគេទៅសេថាម៉េចយើងមិនសូវជាអង់គ្លេសអញ្ចឹងយើងអាចចូលទៅកាន់ Google យើងធម្មតាមកតោះមកយើងចូលទៅកាន់កន្លែង upload ដែលចូលមកដំបូងវាមានបែបហ្នឹងតោះមកយើងចូលកន្លែងរូបថតនេះ upload រូបថតដែលយើងចង់បកប្រែឬក៏ចង់ copy ពីអក្សរហ្នឹងទៅជារូបភាពអញ្ចឹងណាយើងបើកមកបន្ទាប់មកនៅខាងក្រោមនេះវាមានអក្សរអញ្ចឹងយើងចុចបកប្រែមកវាបកប្រែអូតូពីចិនមកអង់គ្លេសឬក៏ពីអង់គ្លេសមកខ្មែរអញ្ចឹងចុចមកវានឹងបកប្រែភាសានឹងឲ្យអញ្ចឹងគ្រប់រូបភាពទាំងអស់ដែលយើងមានចម្ងល់យើងគ្រាន់តែ screenshot ហើយ screenshot យើងប្រើកម្មវិធីនៅលើកុំព្យូទ័រស្រាប់ទេកម្មវិធីក្រោមនេះកម្មវិធីហ្នឹងយើងអាចថតទាំងវីដេអូទាំងរូបភាពបានដែលកម្មវិធីហ្នឹង full វាជាមួយ Windows មកស្រាប់ទេដោយសារនេះខ្ញុំកំពុងទៅថតជាមួយកម្មវិធីហ្នឹងបន្ទាប់ឧទាហរណ៍ថាបើយើងចង់ copy យើងគ្រាន់តែ select មកលើរូបភាពមកយើងដាក់ចម្លងមកវាអាច copy បានអញ្ចឹងយើងអាចបកប្រែអាច copy ពីរូបថតបានមានអត្ថបទជារូបភាពជា Word Excel ឬក៏ជា PowerPoint អីក៏ដោយពី PowerPoint ឬក៏រូបថតធម្មតាយើងគ្រាន់តែ select ចូលមកយើង copy មកយើងយកទៅដាក់ផាសនៅក្នុង Word ឬនៅក្នុង Note របស់យើងផ្សេងៗបានអញ្ចឹងកម្មវិធីខ្ញុំប្រើយូរហើយអញ្ចឹងយើងអាចជំនួយកិច្ចការងារបានច្រើនដែលយើងដែលខ្វះខាតជាមួយនឹងការបកប្រើភាសាផ្សេងៗមិនថាអង់គ្លេសឬក៏ចិនទេយើងអាចប្រើតាមវិធីសាស្ត្រនេះបានអញ្ចឹងបន្ទាប់មកយើងគ្រាន់តែចុច save ទៅបើសិនយើងថតវីដេអូយើងចុច save